ស្ដីប្រិយមិត្ត YouTube ទាំងអស់គ្នានៅពេលនេះដែរខ្ញុំមានវីដេអូឃ្លីបមួយដែលចង់បង្ហាញឲ្យអ្នកទាំងអស់គ្នាចេះពីរបៀបកាត់តវីដេអូនៅក្នុងកម្មវិធី Sony Vegas 13 Sony Vegas 13នេះដែរគឺបងប្អូនណាដែលប្រើប្រាស់កុំព្យូទ័រពីច្រើនគឺ Windows ដែលប្រើប្រាស់ 64 bit គឺអាចប្រើប្រាស់នឹងដំឡើងកម្មវិធី Sony Vegas 13នេះបានប៉ុន្តែបងប្អូនដែលប្រើ32 bit គឺមិនអាចដំឡើងនិងប្រើប្រាស់កម្មវិធី Sony Vegas 13នេះបានទេប្រសិនបើបងប្អូនចង់ប្រើគឺមានតែប្រើកម្មវិធី Sony Vegas 11ចុងក្រោយតែប៉ុណ្ណោះដើម្បីដឹងថាកុំព្យូទ័ររបស់លោកអ្នកប្រើប្រាស់ RAM 32 bit ឬក៏64 bit លោកអ្នកឃើញហើយ RAM 4G គឺមានន័យថា64 bit តែបើសិនជា RAM 2G ចុងក្រោយមានន័យថាកុំព្យូទ័ររបស់អ្នក32 bit តែប៉ុណ្ណោះដូច្នេះតម្រូវឲ្យអ្នកបន្ថែម RAM ថែម 2G ទៀតអូខេជាដំបូងខ្ញុំត្រូវជ្រើសរើសវីដេអូណាដែលខ្ញុំចង់យកមកកាត់តមកអូវីជូ Sony Vegasហើយខ្ញុំក៏អាចកាត់វាជាពាក់កណ្ដាលឬក៏កន្លែងណាមួយដែលខ្ញុំចង់កាត់ដោយប្រើម៉ៅឆ្វេងអូយម៉ៅឆ្វេងអូយជាប់តមកប្រើម៉ៅស្ដាំចុចពាក្យថាខាត់តមកខ្ញុំអាច pass វាមានន័យថាតវាមកខាងក្រោយតមកខ្ញុំអាចទាញវីដេអូមុខយកមកតខាងមុខនេះក៏បានដែរឥឡូវខ្ញុំសាកល្បង play ដោយគ្រាន់តែចុចប៊ូតុង mini ឬក៏ spaceខ្ញុំក៏អាចធ្វើវាឲ្យបានចូលគ្នាផងដែរខ្ញុំក៏អាចបន្ថែមតាក់តែងវាដោយប្រើរចនាបថមួយចំនួនដូចជា slot machine និងរចនាបថជាច្រើនដែលអ្នកអាចយកវាយកមកកាត់តដោយសារតែវីដេអូនេះវាអាចរវល់ដូចខ្ញុំសូមបន្ថយពី preview មក full តែរូបភាពមិនសូវច្បាស់ទេខ្ញុំក៏អាចធ្វើវីដេអូនេះឲ្យងឹតបន្តិចម្ដងដោយប្រើតាមវិធីមួយនេះខ្ញុំក៏អាចបន្ថែមរចនាបថមួយចំនួននៅលើនេះក៏បានអូខេបន្តមកខ្ញុំក៏អាចកាត់តសំឡេងនិងរូបភាពផ្សេងគ្នាដូចជាឧទាហរណ៍ចុចមកស្ដាំ group and clear តមកខ្ញុំអាចអូសវាបានម្ដងមួយហើយតមកខ្ញុំយករូបភាពមួយនេះយកមកដាក់កន្លែងនេះជាដំបូងខ្ញុំត្រូវclear មួយនេះដែរសិនតមកខ្ញុំយកដាក់វាត្រង់នេះដូច្នេះវីដេអូនេះកំពុងតែលាយចូលគ្នាហើយលោកអ្នកក៏អាចយកវីដេអូច្រើនយកដាក់ក្នុងនេះបន្តមកលាយគ្នាក្នុងបទចម្រៀងតែមួយក៏បានដោយធ្វើតាមវិធីបែបនេះអូខេតមកលោកអ្នកក៏អាចថែមអក្សរពីលើហ្នឹងដោយគ្រាន់តែច្រើសម៉ៅស្ដាំ Insert Text Mediaបើសិនជាលោកអ្នកបញ្ចប់នៃការរចនាបថឬក៏កាត់តវីដេអូរបស់អ្នកហើយអ្នកអាច save វាដោយគ្រាន់តែទៀតធ្វើតាមវិធីបែបនេះបន្តមក render as លោកអ្នកត្រូវតែសរសេរឈ្មោះរបស់វីដេអូនោះតបមកលោកអ្នកអាចជ្រើសរើស file ជាច្រើនដូចជា file mp4 AVI ឬក៏ mp4 តាមចំណង់ចំណូលចិត្តរបស់លោកអ្នកតមកចុច render ទៅពេលវីដេអូចប់លោកអ្នកនឹងទទួលបានវីដេអូមួយដែលអ្នកកំពុងតែធ្វើអរគុណសម្រាប់ការទស្សនាកុំភ្លេចចុច subscribe លោកអ្នកនឹងទទួលបានចំណេះដឹងជាច្រើនបែបយ៉ាងទៀតពី channel YouTube របស់យើងខ្ញុំសូមអរគុណ